ហ្នឹងហើយឥឡូវហ្នឹងខ្ញុំមកបង្ហាញមកវិធីសាស្ត្រទៀតគឺយើងចូលទៅ clone code របស់គេនៅក្នុង GitHub repo របស់គេហ្មងយើងទៅ clone របស់គេមកដូចយើងរៀនព្រឹកមិញអញ្ចឹងលោកគ្រូគាត់ប្រៀនយើង clone ដែរអញ្ចឹងខ្ញុំចូលទៅរបៀប clone តែម្ដងឥឡូវយើងត្រូវចូលទៅក្នុង GitHub របស់ account គេសិនឧទាហរណ៍ថាខ្ញុំចូលរបស់ខ្ញុំ GitHub របស់ខ្ញុំបន្ទាប់ពីខ្ញុំចូលហើយខ្ញុំទៅ repo របស់ខ្ញុំមកឥឡូវនេះខ្ញុំដាក់ raw សិនឥឡូវនេះគឺជាហើយនេះគឺជា repo របស់ខ្ញុំដែលខ្ញុំបានដាក់នេះគឺ lab javascript នេះ 4.1 lab javascript អញ្ចឹងខ្ញុំចុចនៅលើហ្នឹងមកដើម្បីចូលទៅក្នុង repo ហើយ repo ហ្នឹងគឺខ្ញុំដាក់ជាសាធារណៈទេអញ្ចឹងអាចចូលទៅ clone យកបានអញ្ចឹងរបៀបចូលទៅ clone នេះវាមានពាក្យ code ហ្នឹងយើងចុចនៅលើ code មកហើយយើង clone យើងយកតាម https ហ្នឹងក៏បាន ASH នេះក៏បាន GitHub CLI នេះក៏បានប៉ុន្តែភាគច្រើនគឺយក https នេះដើម្បី clone ហើយវាមានភាពងាយស្រួលផងដែរអញ្ចឹងរបៀប clone យើងចុចនេះ copy URL ហ្នឹងមកអញ្ចឹងយើង copy URL បានហើយយើងចូលទៅក្នុងនេះរបស់យើងចូលទៅក្នុង file របស់យើងមក file explorer របស់យើងមកយើងបង្កើត new folder មួយយើងបង្កើតដាក់ណាក៏បានដែរឥឡូវខ្ញុំបង្កើតដាក់ថា clone code មកអញ្ចឹងខ្ញុំចុចចូលទៅក្នុង folder ហ្នឹងគឺខ្ញុំ open វា open folder ហ្នឹងតោះខ្ញុំ open ហើយនៅក្នុងហ្នឹងអត់មានអីទេឥឡូវហ្នឹងខ្ញុំមក download វាខ្ញុំចុច open in terminal តោះមកនេះគឺវានៅក្នុង folder clone code អញ្ចឹងនៅកន្លែងហ្នឹងយើងវាយពាក្យថា git clone git ហើយ dot clone បន្ទាប់មកយើង slash តិចមកហើយយើង paste link ដែលយើងបាន copy មកណាយើងចូលទៅ copy ក្នុងហ្នឹងមកនេះ copy อะไรនេះ copy URL ហ្នឹងមកដើម្បីយើងយកទៅដាក់ចូលទៅក្នុងបន្ទាប់ពីហ្នឹងមក paste ចូលមកយើង enter បន្ទាប់ពីយើងធ្វើប៉ុណ្ណឹងមកបានឥឡូវយើងសាកចូលទៅក្នុង folder របស់យើងតែមានអ្វីកើតឡើងឥឡូវនេះគឺបានរួចរាល់ហើយវានឹងមកហើយអញ្ចឹងយើងចុចនៅលើ folder ហ្នឹងមួយមកដើម្បីយើងទៅ run មើលហើយឥឡូវនេះគឺយើងកន្លែងនេះយើងវាយ cmd ហើយ code dot point តបមកឡើយនេះយើងចុច yes មកហើយ clone នេះចោលអស់ក្នុងការ clone code ហ្នឹងគឺដូចជាយើងធ្វើនេះធ្វើការងារជាក្រុមអញ្ចឹងយើងអាចពុះចូលតែម្ដងគឺមានភាពងាយស្រួលក្នុងការពុះចូលរបៀបថាយើងពុះជាលក្ខណៈ team របស់យើងពុះចូលក្នុងក្រុមរបស់យើងអញ្ចឹងកុំឲ្យ code របស់យើងពិបាកក្នុងការផ្ញើឲ្យ team ពិបាកផ្ញើឲ្យមេក្រុមរបស់យើង team leader របស់យើងអញ្ចឹងយើងអាចឧទាហរណ៍ខ្ញុំចង់ពុះអីមួយហើយឧទាហរណ៍ថាខ្ញុំឥឡូវឧទាហរណ៍ខ្ញុំចង់បង្កើតជា file អីមួយខ្ញុំចូលទៅក្នុង path មួយនេះ path មួយនេះមកខ្ញុំចង់ថែម index អញ្ចឹងខ្ញុំចុចបង្កើត file មួយមក index.html ឥឡូវក្នុង index ហ្នឹងខ្ញុំចេះដាក់អីដាក់ទៅចេះដាក់លេងទៅតែ index តោះខ្ញុំតែហើយខ្ញុំសេចឡើងនឹងគួរសេក៏បានដែរហ្នឹងអញ្ចឹងខ្ញុំចុច save តោះពីខ្ញុំចុច save ហើយយើងវានឹង load កន្លែងនេះវានឹង load មកកន្លែងនេះមួយ source control ហ្នឹងយើងចុចកន្លែង source control មកតោះពេលយើងចុចមកបើសិនជាចេញបានហ្នឹងយើងចុចកន្លែង chunkas ហ្នឹងមកហើយវាមានពាក្យ commit នេះប៉ុន្តែមុនយើង commit យើងត្រូវមើលសិនអានេះគឺជា file ដែលយើងបានសរសេរមកនេះយើងថែមនេះកន្លែងនេះយើងបានថែម index.html អញ្ចឹងយើងបានថែមយើងកន្លែងនេះវាមានបូកបើសិនជាយើងបានសរសេរច្រើនវានឹង load មកច្រើនហើយអញ្ចឹងយើងចុចបូកមកចុចបូកមួយអានេះគឺរួចរាល់ហើយចង់ដកវិញក៏បានដែរហើយមុននឹងយើងចុច commit ទៅយើងទៅសរសេរ message អីមួយមកដើម្បីឲ្យក្រុមរបស់យើងគាត់ដឹងថាយើងសរសេរបានយើងបានសរសេរអីខ្លះហើយអញ្ចឹងអានេះវាគ្រាន់តែជា message នោះទេយើងសរសេរអីក៏បានដែរសំខាន់ឲ្យតាគេមើលយល់អញ្ចឹងទៅណាអញ្ចឹងឥឡូវនេះខ្ញុំសូមសរសេរថាបើវាជាការតេស្តនោះទេអញ្ចឹងតេស្ត HTML ចឹងតទៅខ្ញុំចុចតេស្តខ្ញុំ message តេស្ត HTML បានហើយខ្ញុំចុច commit យកតែម្ដងឥឡូវនេះគឺវាឲ្យយើង sync chain នេះឥឡូវយើងចុច sync មើលចុច OK ទេមកឥឡូវរួចរាល់ហើយឥឡូវយើងចូលទៅមើលនៅក្នុង GitHub របស់យើងម្ដងនៅក្នុង GitHub repo របស់យើងតើវាមានដែរទេឥឡូវយើង refresh មួយមក refresh វាចុច F5 នេះឥឡូវវា load មកហើយគឺ test HTML now នេះ
អូខេអាហ្នឹងរបៀប clone code ហើយយើងជួយកែប្រែ code របស់គេឥឡូវនេះខ្ញុំចូលទៅមើល main របស់អ្នកដែលបានកែមិនហ្នឹងថា